ឆុងរងបាទឆុងរងបានន័យថានឹងធឹងស្ងប់ស្ងាត់បាទមិនតានតឹងមិនអន្ទះអន្តែងបាទបានន័យថាផ្លូវចិត្តនឹងស្ងប់ហ្មងបាទឆុងរងបាទឆុងរងបាទស្ងប់ស្ងាត់មិនតានតឹង面对考试他非常从容ប្រឈមមុខនឹងការប្រឡងគាត់ស្ងប់ស្ងាត់មែនតើបាទអ្នកខ្លះពេលប្រឡងពេលអីចឹងអាចនឹង stress តានតឹងអារម្មណ៍អីចឹងទៅតែគាត់អត់ទេបាទប្រឈមមុខនឹងការប្រឡងបាទគាត់មានអារម្មណ៍នឹងធឹងមែនតើបាទឆុងរងដែលមានអារម្មណ៍នឹងធឹងស្ងប់ស្ងាត់បាទមិនតានតឹងតាសោទៅប្រៅឈិងទឹកមុខរបស់អ្នកបងបានន័យថាបងស្រីថ្លៃហ្នឹងបាទមកយើងហៅសោហ្នឹងបាទទឹកមុខរបស់អ្នកបងបាទបង្ធីតួឆុងរងលើនឹងធឹងនឹងធឹងហ្មងបាទអត់មានស្លាស្លន់អត់មានអីទេបាទទឹកមុខមកន័យថាពោពេញទៅដោយទំនុកចិត្តហើយចិត្តនឹងស្ងប់ហ្មងបាទបង្ធីបាទបង្ធីនឹងដែលពុនពេកហៅពាក្យថ្លៃអត់បានណាបាទបង្ធីបាទអ្នកខ្លះយើងឃើញហើយទោះបីជាមានរឿងឲ្យកើតឡើងក៏ដោយបាទគាត់នៅតែបង្ធីតួឆុងរងលើបាទនឹងធឹងហ្មងចិត្តនឹងអត់ស្លាស្លន់អត់វែងវ័នទេបាទអ្នកខ្លះប្រកែបាទទោះបីជាមានរឿងធំបណ្ណាក៏ដោយក៏ចិត្តរបស់គាត់នឹងនៅស្ងប់ដែរអាហ្នឹងគឺបង្ធីតួឆុងរងលើបាទ项目一开始បាទគម្រោងតាំងពីចាប់ដើមមក就蹦出了ក៏បានកើតឡើង一个严重的问题បញ្ហាដ៏ធ្ងន់ធ្ងរមួយបាទ项目一开始就蹦出了一个严重的问题គម្រោងហ្នឹងតាំងពីចាប់ដើមមកក៏កើតមានបញ្ហាដ៏ធ្ងន់ធ្ងរមួយ